រុនជួយក្នុងជួរកងទ័ពចិនការស៊ើបអង្កេតលើមេដឹកនាំកម្ពុជានិងឥទ្ធិពលលើឆាកអន្តរជាតិកាលពីថ្ងៃទី24ខែមករាឆ្នាំ2026ពិភពលោកបានសម្ដែងការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីក្រសួងការពារជាតិចិនបានប្រកាសបើកការស៊ើបអង្កេតជាផ្លូវការលើឧត្តមសេនីយ៍លំដាប់ខ្ពស់បំផុតពីររូបគឺលោកសាងយូសៀនិងលោកលូសៀនលីព្រឹត្តិការណ៍នេះត្រូវបានគេចាត់ទុកថាជាការបោះសម្អាតផ្ទៃក្នុងយោធាដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រទំនើបរបស់ចិនតើមានអ្វីកើតឡើងពិតប្រាកដមេដឹកនាំទាំងពីររូបដែលរងការស៊ើបអង្កេតគឺជាបុគ្គលមានឥទ្ធិពលបំផុតក្នុងកងទ័ពរំដោះប្រជាជនចិនលោកសាងយូសៀអនុប្រធានគណៈកម្មាធិការយោធាមជ្ឈិមនិងជាមនុស្សចំណិតបំផុតរបស់ប្រធានាធិបតីស៊ីជីនពីងរីឯលោកលូសៀនលីប្រធាននាយកដ្ឋានសេនាធិការចម្រុះដែលទទួលបន្ទុកប្រតិបត្តិការយោធាជួរមុខរដ្ឋាភិបាលចិនបានចោទប្រកាន់ពួកគេថាបានរំលោភច្បាប់និងវិន័យធ្ងន់ធ្ងរអ្នកវិភាគយល់ថានេះមិនមែនត្រឹមតែជារឿងអំពើពុករលួយប៉ុណ្ណោះទេប៉ុន្តែវាក៏ជាការបោះសម្អាតខាងនយោបាយដើម្បីធានាថាជួរកងទ័ពទាំងមូលត្រូវតែស្មោះត្រង់ដាច់ខាតចំពោះមជ្ឈិមបក្សឥទ្ធិពលលើទំនាក់ទំនងអន្តរជាតិការដកតំណែងមេទ័ពកម្ពុជាបែបនេះមិនត្រឹមតែប៉ះពាល់ដល់ផ្ទៃក្នុងចិនប៉ុណ្ណោះទេប៉ុន្តែវាថែមទាំងជាឥទ្ធិពលយ៉ាងខ្លាំងដល់ស្ថានភាពសន្តិសុខសកលលោកផងដែរភាពមិនច្បាស់លាស់នៃស្ថិរភាពយោធាការស៊ើបអង្កេតលើមនុស្សលេខ2ក្នុងជួរកងទ័ពបង្ហាញឲ្យមហាអំណាចលោកខាងលិចមើលឃើញថាផ្ទៃក្នុងយោធាចិនអាចកំពុងមានភាពរកាំរកូសឬបែកបាក់នេះធ្វើឲ្យទំនុកចិត្តលើស្ថិរភាពនៃប្រព័ន្ធបញ្ជាការរបស់ចិនធ្លាក់ចុះដែលអាចនាំឲ្យមានការវាយតម្លៃខុសពីបណ្ដាប្រទេសជិតខាងឬគូប្រជែងការកើនឡើងកម្ដៅនៅតំបន់ចំនួនក្រុមអ្នកជំនាញបារម្ភថាដើម្បីបិទបាំងផ្ទៃក្នុងឬដើម្បីបង្ហាញពីភាពរឹងមាំចិនអាចនឹងបង្កើនសកម្មភាពយោធាកាន់តែខ្លាំងនៅតំបន់ច្រកសមុទ្រតៃវ៉ាន់ការបង្ហាញសេចក្ដីខាងក្រៅគឺជាយុទ្ធសាស្ត្រទូទៅដើម្បីបង្រួបបង្រួមស្មារតីកងទ័ពក្នុងពេលមានវិបត្តិថ្នាក់ដឹកនាំការជាប់គាំងនៃកិច្ចសហប្រតិបត្តិការយោធាដោយសារលោកសៀងនិងលោកលូគឺជាអ្នកចរចាដ៏សំខាន់ជាមួយបរទេសដូចជារុស្ស៊ីនិងអាស៊ានការបាត់បង់វត្តមានរបស់ពួកគេអាចធ្វើឲ្យកិច្ចសហប្រតិបត្តិការសន្តិសុខមួយចំនួនត្រូវបានផ្អាកឬជួបការលំបាកដោយសារតែត្រូវរងចាំការតែងតាំងអ្នកថ្មីដែលមិនទាន់មានទំនាក់ទំនងស៊ីជម្រៅដូចមុនការពង្រឹងអំណាចដាច់ខាតព្រឹត្តិការណ៍នេះផ្ញើសារយ៉ាងច្បាស់ទៅកាន់សហគមន៍អន្តរជាតិថាលោកស៊ីជីនពីងនឹងមិនអត់ឱនជាដាច់ខាតចំពោះការខ្វែងគំនិតក្នុងជួរកងទ័ពការដឹកនាំរបស់ចិននឹងកាន់តែមានលក្ខណៈមជ្ឈការដែលធ្វើឲ្យការស្មានដឹងពីជំហានបន្ទាប់របស់ទីក្រុងប៉េកាំងកាន់តែមានភាពស្មុគស្មាញសម្រាប់អ្នកការទូតបរទេសការស៊ើបអង្កេតលើលោកសាងយូសៀនិងលោកលូសៀនលីគឺជាសញ្ញានៃការផ្លាស់ប្ដូរយុទ្ធសាស្ត្រអំណាចដ៏ធំមួយវាបង្ហាញថាចិនកំពុងរៀបចំខ្លួនឲ្យកាន់តែម៉ត់ចត់សម្រាប់យុគសម័យថ្មីដែលតម្រូវឲ្យមានកងទ័ពដែលស្អាតស្អំនិងមានវិន័យបំផុតប៉ុន្តែវាក៏បានបង្កើតភាពមិនច្បាស់លាស់តលយៈភាពអំណាចលើឆាកអន្តរជាតិផងដែរ